សូមជូនរឿងដង្កូវនិងក្អែកមានរឿងនិទានមួយថាសត្វដង្កូវកំពុងស៊ីស្លឹកឈើមានសត្វក្អែកមួយហើរមករកចំណីគោប្រទះឃើញដង្កូវនោះក្អែកស្រែកថាពេលនេះមានលៀបបានស៊ីដង្កូវហើយក៏ហើរទៅជិតដង្កូវក៏រលែកឃើញក្អែកក៏នឹកថាខ្លួនអាក្អែកនេះចិត្តខូខើនឹងចឹកអញស៊ីឥឡូវហើយដង្កូវស្រែកសួរថាបងក្អែកមករកអ្វីក្អែកប្រាប់ទៅដង្កូវវិញថាអញមករកស៊ីដង្កូវឯងដង្កូវនិយាយថាលុះតែបងក្អែកឯងរកប្រស្នាអញឃើញទើបស៊ីអញបានបើរកប្រស្នាអញមិនឃើញនោះទេស៊ីអញមិនបានទេក្អែកសួរថាប្រស្នាដង្កូវឯងយ៉ាងដូចម្ដេចសួរមកអញនឹងរកឲ្យឃើញដង្កូវសួរទៅក្អែកថាមួយដូចម្ដេចដែលគេហៅថាផ្អែមជាងគេបំផុតពីរដូចម្ដេចដែលហៅថាជូរចត់ជាងគេបំផុតបីដូចម្ដេចដែលហៅថាស្អុយជាងគេបំផុតបួនដូចម្ដេចដែលហៅថាក្រអូបជាងគេបំផុតកាលបើក្អែកបានឮដង្កូវសួរប្រស្នាទាំង4នេះហើយមានសេចក្តីត្រេកអរបំផុតគោស្រែកហូរកញ្ជ្រៀវលេងដោយគិតថាប្រស្នាដង្កូវទាំង4បទនេះអញមុខជារកឃើញឥឡូវហើយនឹងបានស៊ីដង្កូវជាមិនខានទើបក្អែកឆ្លើយដោះប្រស្នាដូចតទៅមួយដែលហៅថាផ្អែមនោះគឺមានស្ករនិងទឹកឃ្មុំផ្អែមជាងគេអ្វីទាំងអស់ទាំងពួងពីរដែលហៅថាជូរចត់នោះគឺមានម្ជូរក្រូចឆ្មាអំពិលម្ជូរសណ្ដាន់ក្រសាំងនិងទឹកខ្មេះ3ដែលហៅថាស្អុយជាងគេនោះគឺលីមួនិងកម្រកសពសត្វទាំងពួង4ដែលហៅថាក្រអូបជាងគេនោះគឺផ្ការំដួលផ្កាម្លិះនិងទឹកអប់ក្អែកបានដោះប្រស្នាទាំង4បទនោះហើយប្រាប់ទៅដង្កូវថាក្អែកដោះប្រស្នានេះមិនត្រូវទេក្អែកក៏ដាក់មុខចុះនិយាយទៅកាន់ដង្កូវវិញថាបើដង្កូវឯងថាខុសសូមឲ្យដង្កូវប្រាប់ប្រស្នានេះមកអញឲ្យដឹងផងដង្កូវប្រាប់ទៅក្អែកវិញថាក្អែកឯងកុំស៊ីអញទើបអញប្រាប់ដង្កូវប្រាប់ទៅក្អែកវិញថាបើបងឯងមិនស៊ីខ្ញុំទើបខ្ញុំប្រាប់ក្អែកថាឲ្យតែប្រាប់ចុះអញមិនស៊ីដង្កូវឯងទេលុះបានខកសន្យាព្រមព្រៀងគ្នាយ៉ាងនឹងហើយដង្កូវក៏ដោះប្រស្នាប្រាប់ទៅក្អែកដូចតទៅមួយដែលហៅថាផ្អែមនោះមិនមែនផ្អែមស្ករទឹកឃ្មុំនោះទេគឺផ្អែមពាក្យសម្ដីដែលនិយាយទៅរកគ្នាទៅវិញទៅមកដោយពាក្យពីរោះស្មោះត្រង់រកគ្នានឹងគ្នានេះហៅថាផ្អែមជាទីបំផុតពីរដែលហៅថាជូរចត់នោះមិនមែនជូរចត់អំពើសណ្ដានក្រូចឆ្មាទឹកខ្មេះនោះទេគឺពាក្យផារុសវៀតខូខើឥតគួសមនិយាយទៅកាន់គ្នាទៅវិញទៅមកដោយពាក្យអសុរោះនេះហៅថាជូរចត់លើសជូរចត់អ្វីទាំងពួង3ដែលហៅថាស្អុយនោះមិនមែនស្អុយលីមួឬស្អុយកម្រោកសាកសពនោះទេគឺស្អុយគេឈ្មោះដែលប្រព្រឹត្តអំពើអាក្រក់ក្នុងលោកនេះហៅថាស្អុយប្រចាស់ខ្យល់4ដែលហៅថាក្រអូបនោះគឺមិនមែនក្រអូបក្លិនផ្កាឬទឹកអប់នោះទេគឺក្រអូបគេឈ្មោះដែលធ្វើអំពើល្អទាំងពួងនេះហៅថាក្រអូបជាងគ្រឿងក្រអូបទាំងពួងក្អែកបានស្ដាប់ប្រស្នាទាំងនេះហើយក៏ឈប់ស៊ីដង្កូវតទៅសុភាសិតខ្មែរយើងបានលើកឡើងថាតូចមែនពិតដោយពេជ្រពិនរាយមួយទៀតសុភាសិតខ្មែរថាលួចគេវាក្រាន់តែគេតន់វាក្រែតើបងប្អូនយល់យ៉ាងណាដែរចំពោះសត្វដង្កូវនិងក្អែកតើតម្លៃនៃអប់រំរឿងដង្កូវនិងក្អែកនេះបានផ្ដល់នៅទស្សនៈទានអ្វីខ្លះដល់យើង